តើយើងទាំងអស់គ្នាធ្លាប់ឆ្ងល់ទេថាឬយើងមាន24ម៉ោងដូចគ្នាប៉ុន្តែបើយើងប្រៀបធៀបរឿងលុយវិញគឺយើងរកបានអត់ស្មើគ្នាទេអ្នកខ្លះកំពុងតែមានបញ្ហាលុយកាក់រកមួយថ្ងៃខ្វះមួយថ្ងៃអ្នកខ្លះគេកំពុងតែរីករាយជាមួយចំណូលប្រចាំថ្ងៃដែលគេមានដូច្នេះសំណួរសួរថាតើវាខុសគ្នាទៅលើអីភាពខុសគ្នាមិនមែនអាស្រ័យទៅលើគេមានពេលវេលាខុសគ្នានោះទេប៉ុន្តែភាពខុសគ្នាគឺអាស្រ័យទៅលើរបៀបដែលគេប្រើប្រាស់ពេលវេលាមនុស្សមួយចំនួនគាត់ចំណាយពេលធ្វើអ្វីមួយឲ្យរួចពីដៃឬក៏ឲ្យរួចតែមួយថ្ងៃហ្នឹងចំណែកឯអ្នកខ្លះទៀតគឺគាត់ឆ្លៀតពេលបន្ថែមដើម្បីរៀនជំនាញអ្វីដែលថ្មីគិតមើលសម្លឹងមើលអំពីឱកាសដើម្បីដោះស្រាយបញ្ហាផ្សេងៗដែលកើតមាននៅក្នុងសង្គមក៏ដូចជាគាត់ព្យាយាមបង្កើតគុណតម្លៃមួយដើម្បីផ្ដល់អ្នកដទៃក៏ដូចជាផ្ដល់ទៅលើសង្គមដែលគាត់កំពុងរស់នៅនោះផងដែរហើយនេះគឺជាគោលការណ៍ដែលខ្ញុំបានរៀនប្រាក់ចំណូលដែលយើងទទួលបានវាមិនអាស្រ័យទៅលើកម្រិតនៃការខិតខំប្រឹងប្រែងរបស់យើងនោះឡើយប៉ុន្តែគឺវាអាស្រ័យទៅលើគុណតម្លៃដែលយើងបានបង្កើតតាមរយៈការងារឬក៏តាមរយៈការខិតខំប្រឹងប្រែងរបស់យើងហ្នឹងហើយសម្រាប់ខ្ញុំដែលជាអ្នកជឿព្រះយេស៊ូវគោលដៅរបស់ខ្ញុំឬក៏របស់យើងដែលជាអ្នកជឿព្រះយេស៊ូវហ្នឹងគឺមិនមែនរកលុយតាមមុខនោះទេប៉ុន្តែវាគឺជាការដោះខាត់រាល់ទាំងអំណោយទានដែលព្រះដាក់មកឲ្យក្នុងយើងទាំងអស់គ្នាដើម្បីជាប្រយោជន៍ដល់អ្នកដទៃដល់សង្គមក៏ដូចជាដើម្បីថ្វាយសេរីដល់ព្រះដែលបានផ្ដល់អំណោយទានទៅនោះមកដល់យើងផងដែរដូច្នេះជប់សួរខ្លួនឯងថាតើខ្ញុំរកលុយបន្ថែមតាមរបៀបណាប៉ុន្តែជប់សួរខ្លួនឯងថាតើខ្ញុំអាចបង្កើតគុណតម្លៃអ្វីបន្ថែមសម្រាប់ខ្លួនឯងនិងសម្រាប់អ្នកដទៃនិងសម្រាប់សង្គមជាតិរបស់ខ្ញុំពីព្រោះនៅពេលដែលយើងរីកចម្រើនលូតលាស់នោះសមត្ថភាពនៃការបម្រើរបស់យើងគឺកាន់តែល្អហើយខ្ញុំជឿថាឱកាសវានឹងដេញតាមយើងតាមក្រោយនោះឯងដូច្នេះសំសួរខ្លួនយើងនៅថ្ងៃនេះថាតើមានជំនាញអ្វីមួយដែលខ្ញុំគួរតែចាប់ផ្ដើមរៀនខ្ញុំគួរចាប់ផ្ដើមអភិវឌ្ឍវានៅថ្ងៃនេះដើម្បីខ្ញុំបង្កើនតម្លៃឲ្យខ្លួនឯងបានកាន់តែច្រើននៅថ្ងៃស្អែក